តគ្នាថ្ងៃនេះគឺខ្ញុំមានមេរៀនទី8យើងយកមករៀនដល់គ្នាជាមួយនឹងការធ្វើរូបបែបនេះគឺធ្វើជាប្រទេសនេះចឹងខ្ញុំចូលជាមួយនឹង Photoshop មកយើងឲ្យនេះហើយយើងបង្កើត background ថ្មីមួយទំហំ1020និង1200 definition វាអានេះគឺកម្រិតច្បាស់វិញយើងយក300មកតោះទៀតយើងប្រើជាមួយនឹងឧបករណ៍ gradient tool ពណ៌យើងដាក់ប្រហែលគ្នា style យក style radial ប៉ុណ្ណឹងជាងយើងប្រើជាមួយនឹង rectangle tool fill ពណ៌ខ្មៅfill ពណ៌ខ្មៅគឺ0ចឹងយើងប្រើជាមួយនឹង rectangle យើងបង្កើត layer ថ្មីមួយចាក់ពណ៌ខ្មៅចូលមកដល់ select ចេញមក select តមកទៀត fill យក0អញ្ចឹង blending option វា effect blending option យើងចូលជាមួយនឹង bevel emboss depth 200មក bevel emboss 200មកហើយ size 8 angle 120 size យក8 angle 120ត្រូវហើយមិនតន់ទៀតប្រើជាមួយនឹង drop ឡើង Sohlai 60 ST 60 distance 3 side 5ត្រូវហើយចឹងយើងបានប៉ុណ្ណេះហើយចឹងយើង copy វាយើងអាចទាញចុច Alt មកចុច Shift ចូលចឹងពេលយើងបានគ្រប់ហើយយើងបង្កើត layer ថ្មីមកពណ៌សចាក់ពណ៌សចូលយើង layer មកយើងចាក់ពណ៌សចូលពេលចាក់ពណ៌សចូលហើយយើងចូលទៅកាន់ filter noise add noise មកចឹងចំពោះមួយនេះគឺamount នេះយក 40 prevention 40នេះមកតិចនេះមកណាចឹងយើងចូលទៅកាន់ filter color motion blur filter blur motion blur motion blur ហ្នឹងយើងយក angle យក 90 ទៅនឹង distance 9 3ដងមក 90 1 2 ដើម្បីឆ្នោតចេះមកអញ្ចឹងចូលទៅកាន់ filter gallery ចូល filter gallery នេះអញ្ចឹងពេលដែលចូលដល់ filter gallery គឺយើងត្រូវវារើសយកពី scape នេះគឺខ្ញុំស្បរើសអញ្ចឹងនេះខ្ញុំហ្នឹងគឺកាឡាវិញនេះកាឡាអញ្ចឹងពេលបានហ្នឹងហើយ detail នេះគឺ3 10
ចឹង3នេះ10មកអូខេពេលបានហើយយើងប្លូកlênមកវាទៅជា lineable មក lineable នេះយើងអាចមើលចឹងចំពោះ font វិញដល់ពេលបើសិនយើងមានកម្មវិធីចារាហើយយើង font យកនេះ font ហ្នឹងអញ្ចឹងខ្ញុំរើសដាក់ជាងអាចសេអក្សរនេះគឺអត់ពិបាកសេទេអញ្ចឹងខ្ញុំយកអក្សរដាក់ចូលគឺធ្វើជាមួយនឹងកម្មវិធីចារាចឹងយើងសេអក្សរមកឆ្លងកាត់ពីមាត់00ទៅជួបពន្លឺភ្លឺធ្វើទៅចឹងថយមកឆ្លងកាត់ពីមាត់00ជួបពួកលឺភ្លឺត្រចង់ចឹងជួបត្រកឯណាចឹងពេលបានហើយយើងឥឡូវយើង blend យើង option ហ្នឹងមក opacity zone ឥឡូវយើងទ្រុប shadow យក style យក stroke ដើម្បីឃើញចឹងយកមកពណ៌សអាចលី style តាមការចង់បានរបស់យើងអាស្រ័យលើយើងចឹងពូមេរៀននេះយើងអាចបដូរហើយ font នេះយើងអាចលេង style យើងឆ្លាញ់ទៅដាក់ stroke ក៏បាន stroke size មួយជាយើងអាចដាក់ small បានទ្រុប shadow មក drop shadow stand យើងអាចបន្ថយ opacity ត្រឹម 50 ចឹង
រូបមួយនេះហើយចំពោះចឹងយើងទៅប៉ុណ្ណេះបានហើយយើងអាចបដូរ style ផ្សេងមកចាំមានមួយរៀនក្រោយទៀតខ្ញុំតាមដានអស់គ្នា